អ្នកធ្លាប់សួរទេថាហេតុអ្វីបានជា blockchain ខ្លះនៅតែយឺតទោះបីវាអាងថាលឿនជាងគេបញ្ហាមិនមែននៅលើ computer ឬក៏ validator ទេប៉ុន្តែជាបណ្ដាញអ៊ីនធឺណិតផ្ទាល់ Yablezero 2មកដោះស្រាយបញ្ហានេះដោយបង្កើតបណ្ដាញសរសៃអុបទិកសកលសម្រាប់ crypto វាជាបណ្ដាញ decentral ដែលអាចដំណើរការ blockchain លឿនដូចអ៊ីនធឺណិតសម័យថ្មីបញ្ហាអ៊ីនធឺណិតបច្ចុប្បន្ន blockchain ត្រូវផ្ញើទិន្នន័យឆ្លងកាត់ node រាប់ពាន់ជុំវិញពិភពលោកប៉ុន្តែអ៊ីនធឺណិតសាធារណៈមិនត្រូវបានបង្កើតសម្រាប់វាទេមានការពន្យាពេលការរំខាននិងបាត់បង់សញ្ញា Yablezero ចង់ផ្លាស់ប្ដូរវាដោយបង្កើតអ៊ីនធឺណិតឯកជនសម្រាប់ blockchain អ្វីទៅជា Yablezero វាជាបណ្ដាញសរសៃអុបទិកសម្រាប់ Web3 ដែលប្រមូលសរសៃអុបទិកដែលមិនបានប្រើទូទាំងពិភពលោកវាដូចជាផ្លូវលឿនសម្រាប់ទិន្នន័យ crypto គ្រប់អង្គភាពអាចភ្ជាប់សរសៃរបស់ខ្លួនចូលហើយទទួលរង្វាន់ជា token 2របៀបដំណើរការមួយអ្នកផ្ដល់សរសៃ contributor ភ្ជាប់បណ្ដាញរបស់ខ្លួន2 validator ប្រើវាសម្រាប់បញ្ជូនទិន្នន័យ3 smart contract គ្រប់គ្រងការទូទាត់និងការពិនិត្យភាពជឿទុកចិត្តទិន្នន័យត្រូវបានបញ្ជូនតាមផ្លូវលឿនបំផុតដោយមិនចាំបាច់មានម៉ាស៊ីនមជ្ឈមណ្ឌលវាប្រើការ encrypt និងការត្រួតពិនិត្យសុវត្ថិភាពជាបន្តបន្ទាប់ហេតុអ្វីវាគួរឲ្យចាប់អារម្មណ៍ blockchain ជាច្រើនត្រូវពឹងលើអ៊ីនធឺណិតដូចគ្នានេះធ្វើឲ្យមានការពន្យាពេលនិងហានិភ័យ dose Yablezero បន្ថែមស្រទាប់ថ្មីក្រោម layer 1ហៅថា1 layer ដែលផ្ដោតលើល្បឿននិងភាពជឿទុកចិត្តវាដូចជាការផ្លាស់ប្ដូរពី Wi-Fi ទៅ Optic Token 2 Token ត្រូវបានប្រើសម្រាប់ផ្ដល់រង្វាន់ដល់អ្នកផ្ដល់សរសៃបង់ថ្លៃផ្លូវលឿននិងគ្រប់គ្រងការត្រួតពិនិត្យភាពជឿទុកចិត្តក្នុងដំណាក់កាល Beta បណ្ដាញបានភ្ជាប់បានជាង 21% នៃ Solana Validator ដែលបង្ហាញពីការអនុវត្តពិតការប្រើប្រាស់ពិតប្រាកដ Blockchain ជាន់ទី1និងទី2 Representative Device និង Game Online ការបញ្ជូនទិន្នន័យលឿនក្នុងពិភព Metaverse វាជាប្រព័ន្ធសកលសម្រាប់អនាគតនៃ Crypto ទស្សនៈនាពេលអនាគត Yablezero ចង់បង្កើតអ៊ីនធឺណិតសកលដែលមនុស្សគ្រប់រូបអាចចូលរួមបានអ្នកអាចផ្ដល់សរសៃអុបទិកបង្កើតចំណូលនិងជួយឲ្យ blockchain ក្លាយជាឧបករណ៍សម្រាប់មនុស្សទាំងអស់វាជាការភ្ជាប់គ្នារវាង blockchain និងបណ្ដាញពិតសន្និដ្ឋាន Yablezero 2មិនមែនគ្រាន់តែជាបណ្ដាញទេប៉ុន្តែជាមូលដ្ឋានសម្រាប់អនាគត Web3 វាបង្កើនល្បឿនកាត់បន្ថយការពន្យាពេលនិងបង្កើតអ៊ីនធឺណិត decentral សម្រាប់ទាំងពិភពលោកបង្កើនល្បឿនបន្ថយការពន្យាពេលនោះគឺ Yablezero 2